ថយក្រោយហើយតួស្រីយើងនឹងបាននិយាយថាគឺខ្ញុំគឺជាអ្នកធ្វើឲ្យអ្នកទាំងពីរភ័យឬនាងគឺនេះគឺជាគូដណ្ដឹងរបស់ខ្ញុំអ្នកនាងយាតើពួកយើងធ្លាប់ជួបគ្នាដែរអត់អ្នកប្រុសស៊ូគឺជាតារាល្បីតែងតែឃើញក្នុងកញ្ចក់ទូរទស្សន៍តើមានអ្នកណាធ្លាប់ប្រាប់អ្នកនាងយាឬអត់ថាអ្នកនាងមុខដូចអតីតប្រពន្ធរបស់ខ្ញុំណាស់មែនហេតែនេះជាលើកទី1ទេដែលឮអ៊ីមីងលោកធ្លាប់ឮពីអតីតប្រពន្ធរបស់លោកស៊ូដែរអត់មានសំណាងធ្លាប់បានឃើញអ្នកប្រុសស៊ូស្រឡាញ់ប្រពន្ធគាត់ស្ទើរលេបទៅហើយតែគួរឲ្យស្ដាយអ្នកនាងសឹកគ្មានឱកាសទទួលយកសំណាងនេះគូដណ្ដឹងរបស់អ្នកប្រុសស៊ូម្នាក់នេះពិតជាដូចអតីតប្រពន្ធរបស់លោកស៊ូណាស់ពីមុនស៊ូហ្វានស្រឡាញ់ស៊ឺយាណាស់តែពេលនាងស្លាប់ទៅអ្វីក៏គ្មានទុកឲ្យគេដែរឈូសអ្នកណាថាបានទុកអ្វីមុខជំនួញអ្នកនាងស៊ឺត្រូវបានទៅលើគាត់ទាំងអស់ណាតោះទៅការរាំចិត្តចាប់ផ្ដើមហើយស៊ូហ្វានអូនដូចជាមានអារម្មណ៍ថាអ្នកនាងយានោះចម្លែកមិនទេអីគេវាមិនដែលមនុស្សស្លាប់ហើយអាចរស់ឡើងវិញទេផ្ទុយទៅវិញបងចង់ដឹងណាស់ថាអាឃ្លោងដូចជាស៊ឺអ៊ីមីងនេះវាលក់ថ្នាំស្អីទៅវិញទេពួកគេមកហើយប្រយ័ត្នផងលោកប្រុសស៊ឺយល់ល្អបដូរគូរាំគ្នាទៅការបដូរគូរាំបានចាប់ផ្ដើមចិត្តទៅមុខបន្តិចអ្នកនាងយាបើសិនជាអ្នកនាងថាអ្នកនាងជាបងប្អូនភ្លោះរបស់សុងយានោះខ្ញុំច្បាស់ជាជឿបន្តិចតើមានអញ្ចឹងដែរឬចុះបើសិនខ្ញុំថាខ្លួនឯងជាអ្នកនាងសុងនោះបើអញ្ចឹងនោះនាងត្រូវនៅជាមួយខ្ញុំទើបត្រូវមិនមែននៅជាមួយស៊ឺអ៊ីមីងនោះទេលោកមិនខ្លាចទេហេតុអីបានជាខ្ញុំត្រូវខ្លាចគឺខ្លាចសុងយារស់ឡើងវិញហើយមករកលោកដើម្បីសងសឹកឈប់អ្នកនាងចេះនិយាយកំប្លែងទៀតខ្ញុំមិនជឿទេថាសុងយានាងអាចរស់ឡើងវិញម្លឹងមើលហើយឡើយនឹងទូអីព្រោះយើងឡើងកវែងមីមើលមួយនឹងឌូហើយគាត់ក៏បានទាញទូអីស្រីយើងចូលមកចិត្តអ្នកនាងវិនរអិលឌូអ្នកប្រុសស៊ូមិនទៅមើលនាងទេអីអ្នកប្រុសស៊ូនោះក៏ធ្វើមុខឆ្ងល់ឈឺទេហាគេថ្លាដៃទេមិនឈឺទេស៊ូវ៉ានគឺស៊ឺអ៊ីមីងគេហើយយ៉ាអ្នកនាងវិនយ៉ាងម៉េចបានជាប្រឡាក់ដល់ថ្នាក់នឹងនេះពិតជាខ្មាស់គេណាស់យល់ល្អអ្នកនាងផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីសិនទៅចៅហ្វាយឯងពិតជាពូកែសម្ដែងមែនបើសមអញ្ចឹងមែនវាមិនយូរទេអីបើមានសម្លេងរំខានអធិស្ឋានផងមិនអីទេអ្នកនាងយាអ្នកនាងឲ្យគេជូនខ្ញុំនិងស៊ូហ្វានទៅគឺបានហើយបានស្រីយើងឡើយនឹងមុខឡើយញ៉ាំអញ្ចឹងលោកធ្វើអីលាបថ្នាំឡើយនឹងទៅស្វីតដល់ហើយនេះយកចិត្តទុកដាក់ទូអីស្អីមិនបើសិនជាលេងឆេដូចជាលោកពិតជាល្អណាស់ហ្វានតើអ្នកនាងយានោះជាមនុស្សឬខ្មោចទៅសំឡេងពីមេក្រូឬមួយក៏ការស្លាប់របស់អតីតប្រពន្ធបងនោះតើនាងនឹងមកសងសឹកពួកយើងមែនឬហេត្រីស៊ីនុយហើយ